ចូលជាមួយខ្ញុំជីទៀតហើយថ្ងៃនេះយើងមកធ្វើការនៅ task ខ្លះដែលមានប្រព័ន្ធចំណុចនេះដែលយើងហៅថា record management នៅក្នុង Linux តើកុំឲ្យចាំយូរយើងទៅដល់គ្នាមួយគឺ company ដែលតែយើង user ណានេះជា user ខ្ញុំ pwd គឺទាំងពី location ដែលយើងពុកនៅបន្ទាប់មកយើងទៅកាន់ task ទី3ដែលធ្វើការ create new user ដែលមាន cloud home base script ដែលយើងទុកសម្រាប់ប្រើប្រាស់អូខេតោះយើងទៅដល់នេះ sudo user add .1.3.3 script ទៅ copy /bash តមកពីឈ្មោះ user របស់យើងគឺ John ហើយដើម្បីយើង switch ទៅកាន់ user បានជារបស់យើងត្រូវដាក់ password គាត់នេះគឺជា password គឺយើង sudo ដូចគ្នា password John នេះ234 តែយើងអត់ទេហើយទៅ switch ទៅកាន់ John លឹបតាប់ password ឥឡូវយើងអត់តាមនៅក្នុង John នេះនៅក្នុងជាយើងអញ្ចឹងយើងធ្វើការ switch ឲ្យយើងធ្វើការ city ដើម្បីចេញមកនេះខ្ញុំចូលទៅក្នុង John ហើយ clear ចេញទៅសិនតទៅពេលយើងចូលទៅក្នុង John ហើយខ្ញុំនឹងធ្វើការវាយ command who am I ទៅដែរនេះ John ដែល user ដែលយើងបានបង្កើតមុនហ្នឹងដើម្បីយើងធ្វើការបង្ហាញពីអង្គយើងត្រូវបាញ់ពីដែលយើងបង្កើតថ្មីគឺមានតែ John ទេបន្ទាប់មកធ្វើការបង្កើត folder ជាមួយនឹង ls ដើម្បីបង្ហាញដែលយើងធ្វើការ create នៅ folder ក្នុង user John របស់គ្នាហើយយើងបាន command mkd or ដែលមាន folder ដូចជា directory ក្នុង user ថ្មីរបស់យើងណាបន្ទាប់មកយើងចេញទៅកាន់ user ដើមវិញហើយយើងខំcommand exit ផ្លឹបបន្ទាប់មកយើង check ទៅនេះខ្ញុំនៅក្នុង user ដើមវិញបន្ទាប់មកខ្ញុំនឹងធ្វើការបង្ហាញនៅ user ដែលយើងមានហ្នឹងដោយ cat etc swap បានឃើញចឹងនេះគឺជា folder ដើមខ្ញុំគឺជា user ដើមខ្ញុំហើយនេះគឺជា user ចូលដែលខ្ញុំបានបង្កើត